បញ្ញញ្ជេពុរិសោកយិរាថេណੰពុណាប់ប៉ុណាំងតំមហិឆន្ទាំងកយិរាថាសុខោបញ្ញសឧច្ចយោបញ្ញញ្ជេពុរិសោហ្នឹងគឺបើបរោះធ្វើបុណ្យណាញោមគាត់បីធ្វើបុណ្យនោះឲ្យបានរឿយកយិរាថេណੰពុណាប់ប៉ុណាំងតំមហិឆន្ទាំងកយិរាថាគាត់បីធ្វើសេចក្តីពេញចិត្តនៅក្នុងបុណ្យហ្នឹងព្រោះថាការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខហើយតកតងនឹងព្រះគាថានេះអាត្មាលើកនិទានរឿងមួយដែលមានស្ត្រីម្នាក់ញោមដែលគាត់ដូចថាមើលស្រូវទៅស្រែញោមហើយនាងហ្នឹងគឺអាយុសង្ខាររបស់នាងត្រូវស្លាប់ញាតិញោមដល់ពេលហ្នឹងបុណ្យកុសលរបស់នាងក៏ច្រើនសន្សំឧបនិស្ស័យពីមុនមកហ្នឹងក៏ច្រើនដល់លេថាឧបនិស្ស័យទៅសម្រេចនៅគុណធម៌ញោមពេលនោះព្រះមហាកស្សបៈដែលជាអគ្គសាវកខាងទុដងញោមព្រះអង្គក៏ពិចារណាមើលទៅថាឃើញបុគ្គលណាដែលសមគួរប្រោះឧបនិស្ស័យដល់ក៏ពិចារណាមើលទៅឃើញនាងហ្នឹងញោមឃើញនាងហ្នឹងដូចថាចូលនៅក្នុងញាណព្រះអង្គហើយព្រះអង្គក៏និមន្តមកនៅកន្លែងស្រែហ្នឹងហើយនាងហ្នឹងគឺឃើញព្រះមហាកស្សបៈហ្នឹងគឺមានចិត្តជ្រះថ្លាមែនទែនគឺចង់បំពេញបុណ្យណាញោមតែខ្លួនអត់មានទ្រព្យសម្បត្តិអញ្ចឹងក៏ដូចថាយកអាស្រូវសាលីហ្នឹងយកទៅលីងញោមយកទៅលីងយកធ្វើជាបាយលេងហ្នឹងយកមកប្រគេនព្រះមហាកស្សបៈដល់តែពេលប្រគេនហើយញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺមានបៃតិសោមនស្សវេទនាមានន័យថាធ្វើបុណ្យហ្នឹងគឺប្រកបទៅដោយបញ្ញាតែម្ដងញាតិញោមហើយនាងហ្នឹងក៏បានដូចថាដើរមិនបានប្រមាណតាមភ្លឺហ្នឹងក៏ពុះចេញពីភ្លឺហ្នឹងមកក៏ចាក់ស្លាប់បាត់ទៅដល់តែពេលស្លាប់បាត់ទៅកើតនៅឋានសួគ៌ឋានតាវតឹងញាតិញោមគ្រាន់តែមានបាយលាជមួយចានទៅកើតឋានសួគ៌ហើយក៏ដូចថាកើតមកដូចមនុស្សដែលភ្ញាក់ពីសុបិនណាញោមដូចថាដេកលក់ហើយភ្ញាក់មកហើយក៏បានពិចារណាមើលទៅថាអូតើអាត្មាអញបានធ្វើបុណ្យអីបានមកកើតជាទេវធីតាអីទ្រព្យសម្បត្តិឬមួយក៏សម្បត្តិទឹកអីអស្ចារ្យអីយ៉ាងនេះក៏ពិចារណាទៅថាអូខ្លួនបានធ្វើបុណ្យតិចណាស់បានធ្វើបុណ្យប្រគេនបាយលាជតែមួយចានដល់ព្រះមហាកស្សបៈនឹងរឿងហ្នឹងណាញោមហើយក៏មកបំពេញបុណ្យម្ដងទៀតញាតិញោមដូចថាព្រះមហាកស្សបៈហ្នឹងលោកនៅក្នុងព្រៃញោមនៅក្នុងតូបមួយនៅតែមួយអង្គឯងប្រព្រឹត្តទុដងហើយនាងហ្នឹងនៅពេលដែលព្រះមហាកស្សបៈនិមន្តចេញទៅបណ្ឌបាតញោមក៏មកបបោសមានបកីអីមកជប់មកញោមមកបបោសព្រះមហាកស្សបៈមកពីបិណ្ឌវិញគឺអត់ឲ្យមកតន់ទេក៏ទៅវិញអញ្ចឹងញោមហើយព្រះមហាកស្សបៈហ្នឹងក៏ថាអូតើអ្នកណាមកប្រព្រឹត្តកិច្ចវត្តប្រហែលជាភិក្ខុសាមណេរអីមកប្រតិបត្តិហើយក៏ព្រះមហាកស្សបៈក៏ឆាន់ទឹកអីសឹងធម្មតាទៅដល់ថ្ងៃទី2មកអញ្ចឹងទៀតដល់ថ្ងៃទី3មកទៀតញោមដល់ថ្ងៃទី3ព្រះមហាកស្សបៈហ្នឹងអត់មានកិច្ចនិមន្តទៅបណ្ឌបាតទេហើយនាងនឹងចុះមកញោមមកបបោសដីហ្នឹងហើយព្រះមហាកស្សបៈនៅសឹងខាងក្នុងតូបហ្នឹងមានដូចថាជញ្ជាំងស្លឹកញោមស្រាប់តែពន្លឺភ្លឺឆ្វាចមកញោមពុទ្ធបរិស័ទទាំងឡាយចូលតាមទ្វារញោមចូលតាមដូចថាបង្អួចនឹងឆ្វាចមកអញ្ចឹងទៅព្រះមហាកស្សបៈថាអូតើជាពន្លឺអ្វីទៅថាអត់មើលញោមដល់ពេលមើលទៅឃើញនាងហ្នឹងនាងទេវធីតាហ្នឹងមានពន្លឺចេញពីកាយមកតែម្ដងហើយក៏ថាតើនាងជាអ្នកណាហើយមកបបោសហ្នឹងមកពីណាទើបនាងនឹងថាខ្ញុំជាកូនសិស្សរបស់លោកម្ចាស់ដែលបានបំពេញបុណ្យកុសលតិចតួចសូមលោកម្ចាស់កុំដូចថាឆាឆៅនៅបុណ្យកុសលដោយសារបុណ្យកុសលតិចចឹងទៅមកបំពេញថែមចឹងទៅហើយក៏ព្រះមហាកស្សបៈនឹងលោកក៏ប្រាប់ទៅវិញថានាងចេញទៅវិញទៅមិនសមគួរឡើយបើនាងមកអញ្ចឹងប្រកាសជាអនាគតទៅមានធម្មកថាដូចថាប្រថេរៈគេសម្ដែងធម៌មកថាមាននាងទេពអសរអីមកក្បែរអីនាំឲ្យគេតេះដៀលនាំឲ្យបាបអ្នកតេះដៀលនឹងទៀតអញ្ចឹងត្រឡប់ទៅវិញទៅពេលហ្នឹងគឺវល់មកញោមហៅព្រះមហាកស្សបៈហ្នឹងថាកុំដេញខ្ញុំព្រះអង្គអីដោយសារខ្ញុំព្រះអង្គបន្តិចណាស់ដល់តែនិយាយមិនស្ដាប់ព្រះមហាកស្សបៈព្រះរហន្តណាញោម
មានរិទ្ធបុណ្យបារមីខ្លាំងណាស់គ្រាន់តែផ្ទះបាតដៃផាំងនាងនឹងប៉ើងទៅលើអាកាសហ្មងញាតិញោមប៉ើងទៅលើអាកាសទៅនាងនឹងយំនៅលើអាកាសហ្នឹងតវ៉ានៅលើអាកាសទៀតថាបងពិតព្រះអង្គហើយសូមព្រះអង្គកុំឆាយឆៅបុណ្យរបស់ខ្ញុំព្រះអង្គឡើយខ្ញុំព្រះអង្គនឹងបុណ្យតិចណាស់ដល់តែអញ្ចឹងរឿងហ្នឹងដឹងដល់ព្រះសម្មាសម្ពុទ្ធញាតិញោមព្រះអង្គគង់នៅក្នុងវត្តចេតពុនចម្ងាយរាប់រយយោជញោមគឺឆ្ងាយមែនតើព្រះអង្គចូលញៀនព្រះអង្គទៅព្រះអង្គក៏សម្ដែងបដិហាសម្ដែងរិទ្ធទៅដាក់ស្មៃ6ពណ៌ឆ្វាចមកដូចជាព្រះអង្គមកគង់នៅក្បែរនាងហ្នឹងនៅលើអាកាសហ្នឹងញោមមកក្បែរនាងហ្នឹងហើយនាងហ្នឹងក៏ក្រាបបង្គំព្រះដ៏មានព្រះភិក្ខហើយព្រះអង្គក៏សម្ដែងធម៌ថាកិច្ចរបស់កូនតថាគតការសង្រួមហ្នឹងគឺជាកូនរបស់តថាគតហើយកិច្ចគឺថាទេវតាពុទ្ធបរិស័ទហ្នឹងគឺជាអ្នកប្រាថ្នាបុណ្យហ្នឹងចូលបំពេញបុណ្យចោះទើបព្រះអង្គទ្រង់សម្ដែងនៅបគាថាដែលអាត្មាសម្ដែងមកអំបញ្ញមិញហ្នឹងបញ្ញញ្ជេពុរិសោកយិរាថេណੰបណបណੰតមហិចន្ទាំងកយិរាថាសុខោបញ្ញសឧច្ចយោបើបរោះធ្វើបុណ្យគប្បីធ្វើបុណ្យនោះឲ្យបានរឿយគប្បីធ្វើសេចក្តីពេញចិត្តនៅក្នុងបុណ្យនោះព្រោះថាការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខសម្ដែងប៉ុណ្ណឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនាងហ្នឹងគឺទម្លុះនៅអរិយសច្ចធម៌តែម្ដងញាតិញោមដោយសារឧបនិស្ស័យគ្រប់គ្រាន់ណាញោមដោយសារទាននូបនិស្ស័យដោយសារសីលូបនិស្ស័យដោយសារភាវនូបនិស្ស័យឧបនិស្ស័យហ្នឹងគ្រប់ហើយបានជួបព្រះសម្មាសម្ពុទ្ធស្ដាប់ធម៌របស់សប្បុរសសម្រាប់គុណធម៌តែម្ដងតែនាងមានបុណ្យបារមីគ្រប់ញោមឲ្យធ្វើបុណ្យប្រកបដោយបញ្ញាទៀតនៅក្នុងព្រះអភិធម្មហ្នឹងអសោមនោសៈសហកតាំងញាណសម្បយុត្តតាំងអសង្ខារិកាំងញាតិញោមគឺធ្វើបុណ្យដោយចិត្តនឹងសប្បាយរីករាយប្រកបដោយបញ្ញាមិនមានអ្នកណាមកដឹកនាំទេគឺធ្វើដោយខ្លួនឯងតែម្ដងហ្នឹងនៅក្នុងព្រះអភិធម្មញោម